ធាអមរិតវីប្រហាទូកសង្ស័យដឹកគ្រឿងញៀននៅសមុទ្រការីបៀនផ្ដាច់ជីវិតមនុស្ស3នាក់ទៀត Washington នាថ្ងៃសុក្រទី13ខែកុម្ភៈយោធាសហរដ្ឋអាមេរិកបានឲ្យដឹងថាខ្លួនបានសម្លាប់ជនសង្ស័យរត់ពន្ធគ្រឿងញៀន3នាក់ទៀតក្នុងការវាយប្រហារលើទូកមួយគ្រឿងនៅតំបន់សមុទ្រការីបៀននេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP រដ្ឋបាលប្រធានាធិបតីលោក Donald Trump បានបើកយុទ្ធនាការវាយប្រហារទូកសង្ស័យដឹកគ្រឿងញៀនចាប់តាំងខែកញ្ញាឆ្នាំ2025មកក្នុងសកម្មភាពដែលខ្លួនអះអាងថាជាសង្គ្រាមប្រឆាំងក្រុមភេរវៈគ្រឿងញៀនដែលធ្វើប្រតិបត្តិការចេញពីប្រទេសវេណេស៊ុយអេឡាគិតចាប់តាំងពីពេលនោះការវាយប្រហាររាប់សិបលើកត្រូវបានធ្វើឡើងហើយមកទល់ពេលនេះបានសម្លាប់មនុស្សសរុបកើនដល់យ៉ាងហោចចំនួន133នាក់ក្រុមមន្ត្រីអាមេរិកមិនបានផ្ដល់ភស្តុតាងច្បាស់លាស់ណាមួយដែលបង្ហាញថាទូកជាច្រើនគ្រឿងដែលខ្លួនបានវាយប្រហារគឺពិតជាមានជាប់ពាក់ព័ន្ធក្នុងការរត់ពន្ធគ្រឿងញៀនឡើយជាហេតុនាំឲ្យមានការជជែកដេញដោលអំពីភាពស្របច្បាប់នៃប្រតិបត្តិការដែលត្រីបានពង្រីកពីការីបៀនរហូតទៅដល់ប៉ាស៊ីហ្វិកគូបញ្ជាក់ថាកាលពីដើមខែមករាកន្លងទៅយោធាអាមេរិកបានចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡាលោក Nicolas Maduro ដែលធ្លាប់បានអះអាងថាយុទ្ធនាការយោធារបស់អាមេរិកនៅក្នុងតំបន់គឺមានគោលដៅពិតប្រាកដដើម្បីផ្លាស់ប្ដូររបបនៅក្នុងប្រទេសអាមេរិកឡាតិនមួយនេះឥឡូវលោក Maduro កំពុងស្ថិតក្រោមការឃុំឃាំងនៅសហរដ្ឋអាមេរិកជាទីដែលរូបលោកប្រឈមការជំនុំជម្រះក្រោមការចោទប្រកាន់ពីបទល្មើសពាក់ព័ន្ធគ្រឿងញៀន